សួស្តីអ្នកគ្នាថ្ងៃហ្នឹងគឺយើងនឹងមកមេរៀនបន្ទាប់របស់យើងដោយនៅក្នុងវីដេអូមួយហ្នឹងគឺខ្ញុំនឹងមិនបន្តមេរៀនទេគឺខ្ញុំមករំលឹកមេរៀនរបស់យើងដែលយើងរៀនអន្តឹងមេរៀនទី1ដល់មេរៀនទី5របស់យើងហ្នឹងអញ្ចឹងខ្ញុំត្រូវរំលឹកចំណុចសំខាន់របស់យើងមានទី1ដូចជា condition មួយទៀត loop array ហើយនឹង function ចំពោះដូចជា variable អីផ្សេងទៀតហ្នឹងខ្ញុំអត់រំលឹកទេព្រោះអាហ្នឹងវាមិនមែនជាអីដែលពិបាកទេព្រោះអា4ដែលខ្ញុំត្រូវរំលឹកនេះគឺវាសំខាន់ដែលយើងត្រូវប្រើនៅកន្លែងផ្សេងច្រើនយើងធ្វើការអនឡាញក៏យើងត្រូវទៅជួបដូចគ្នាដែរហើយខ្ញុំក៏សុំទោសនៅគ្នាផងដែរមួយរយៈហ្នឹងខ្ញុំបានចេញវីដេអូដោយសារអីខ្ញុំចេញមកធ្វើការមកវាលក្ខណៈវាហត់អញ្ចឹងខ្ញុំអត់បានធ្វើទេអញ្ចឹងទៅខ្ញុំឆ្លៀតធ្វើវីដេអូរបស់គ្នាជារៀងរាល់ថ្ងៃចុងសប្តាហ៍វិញអញ្ចឹងចាប់ពីវីដេអូហ្នឹងទៅគឺខ្ញុំនឹងធ្វើវីដេអូឲ្យអ្នកគ្នាជារៀងរាល់ថ្ងៃចុងសប្តាហ៍អូខេអញ្ចឹងកុំឲ្យខាតពេលយូរយើងមកមើលទាំងអស់គ្នាចឹងយើងបានរៀនរួចហើយតើតើ condition នេះហ្នឹង condition យើងតើតើនឹង loop តើតើទៅនឹង if អីហ្នឹង else អីហ្នឹងហើយយើងមានឧទាហរណ៍ជាក់ស្ដែងខ្ញុំនឹងឧទាហរណ៍តើតើទៅនឹងខ្ញុំនឹងមកធ្វើ condition review condition មួយយើងដាក់ខ្ញុំនឹងប្រើ switch អូខេអ្នកគ្នាខ្ញុំនឹងប្រើ switch ដែលអ្នកគិតតែអ្នកគ្នាអត់ប្រហែលជាបើអ្នកគ្នាបាន research បានស្គាល់ switch ហើយតែមកគ្នាអត់ research ទេអត់ research ទេប្រហែលស្គាល់ទេអញ្ចឹងខ្ញុំនឹងមក review ពី switch មួយហ្នឹង switch យើងប្រើនេះវាស្តៀងទៅនឹងនេះទេខ្ញុំចង់ផ្លេចឲ្យត្រូវហើយនេះ switch ហ្នឹងវាតតងនឹង condition តតង if អីយ៉ាងដែរប៉ុន្តែគេប្រើ switch ហ្នឹងគឺយើងគេប្រើលក្ខណៈថាវាជាលក្ខណៈវាច្រើន condition អញ្ចឹងគេប្រើ switch វាថា1 2អីគេប្រើត្រឹមតែ if else ធម្មតាអញ្ចឹងយើងប្រើ switch ឧទាហរណ៍ខ្ញុំដាក់លេខមក switch អញ្ចឹងមកក្នុងនេះគឺជាតម្លៃយើងត្រូវដាក់នៅគ្នាអញ្ចឹងក្នុងនេះគឺយើងមានអីគេខ្ញុំអត់ដឹងអានេះខ្ញុំដាក់ចេះត្រូវនឹងខុសហើយដាក់ចេះខ្ញុំទៅមើលទីសិនមើលព្រោះខ្ញុំក៏ចង់ផ្លេចដែរតែតើ switch ហ្នឹងខ្ញុំខានប្រើ view switch c plus អូខេខ្ញុំច្រឡំមកគ្នាយើងអត់ប្រើនេះទេយើងមានតែប៉ុណ្្នេះទេនេះអូខេអញ្ចឹងក្នុងការប្រើ switch ហ្នឹងគឺអានេះគឺយើងដាក់តម្លៃវាឧទាហរណ៍ខ្ញុំដាក់តម្លៃវាមួយឧទាហរណ៍ខ្ញុំដាក់តាំងឲ្យ in ដាក់ថា a ស្មើនឹង0 a ស្មើនឹង0អូខេឥឡូវចេះវិញខ្ញុំដាក់ថា a អូខេហើយខ្ញុំដាក់ថា c out ដាក់ថា c out ដាក់ថាអូខេ c out ខ្ញុំដាក់ថា choose មីនុយអូខេមីនុយហើយតើខ្ញុំដាក់ c in a អូខេឈូមីនុយអូខេឈូមីនុយយើងអត់បញ្ចូលអីណាចេះវិញខ្ញុំដាក់អញ្ចឹងមកហើយអានេះខ្ញុំនឹងដាក់ចេះមួយទៀតមកចេះមួយអូខេហើយអានេះខ្ញុំដាក់ថា c out អីគេដាក់មកលេខ1អីគេខ្ញុំដាក់ថាលេខ1គឺ a បូកលេខ1គឺ
open ខ្ញុំដាក់លេខ1ដាក់ហ្នឹងអីនេះខ្ញុំដាក់ថាលេខ1គឺអូខេ A បូកនឹង B យ៉ាងមកបដ ாய் ទៅខ្ញុំក្រឹតឃើញនៅគ្នាលេខ1គឺ calculate មិនដឹងខុសតើដាក់យ៉ាងcalculate នៃតម្លៃរបស់ A បូកនឹង B អូខេអញ្ចឹងមកហើយ C out មួយទៀតលេខ2ខ្ញុំដាក់ថាសូរីសាល់អូខេអញ្ចឹងអានេះគឺខ្ញុំដាក់សញ្ញាចុច2ពីមុខសញ្ញានេះមួយមកបានន័យបញ្ជាក់ថាយើងបញ្ចប់អាហ្នឹងរៀងផ្សេងជឿដូចសារស័យបដៅគិតបដៅអញ្ចឹងយើងរៀងយឺតមកតិចហើយតនេះយើងដាក់វាមកយើងដាក់ថា C out យើងដាក់ថា choose menu ដាក់នេះមួយមកហើយយើងដាក់អានេះមួយយើងដាក់ C in អីអូខេហើយនៅក្នុង switch នេះតម្លៃវាគឺ A គឺតំណាងឲ្យឥឡូវយើងដាក់ថា menu មកអូខេអានេះគឺ menu ហើយយើងតាំងមួយទៀតគឺ in នៃ A ក្បេសមួយគឺ B អូខេហើយមួយទៀតគឺ in នៃ result អូខេឥឡូវខ្ញុំចង់តាំងមួយវិញដោយសារខ្ញុំចង់មានតម្លៃវាជាក់ស្ដែងនេះស្មើ0ហើយ in B ស្មើ0ហើយ result នេះក៏យើងស្មើ0ដូចគ្នាដែរអញ្ចឹងបើសិនជាអានេះយើងដាក់មួយទៀត C out មួយទៀតលេខ3 exit program អូខេអញ្ចឹងអានេះយើងដាក់តម្លៃវាគឺ menu របស់វានេះក្នុងនេះគឺតម្លៃយើងទៅបញ្ចូលដល់គ្នាយើងត្រូវប្រៀបយើងប្រើ case យើងប្រើ case មកយើងប្រើ case ក្នុងនេះយើងដាក់អីគេតម្លៃគេដាក់លេខ1អូខេលេខ1តម្លៃយើងកំណត់នេះអញ្ចឹងកន្លែង calculate នេះយើងដាក់មកអូខេខ្ញុំមិនដឹងដាក់ case ខ្ញុំសេខុសត្រូវអូខេនេះខ្ញុំចូលមើលសិនអូខ្វះមួយខ្វះ e ហើយយើងត្រូវការ return ដូចគ្នាអូមែនគេព្រីកនេះគ្នាច្រឡំនេះក្នុងគេប្រើព្រីកដើម្បីបញ្ចប់តែពីព្រីកមើលត្រូវនេះត្រូវអូខេយើងដាក់នេះមកយើងដាក់ថាទី1យើងដាក់ថាក្នុងនេះយើងដាក់ថាក្នុងហ្នឹងកន្លែង calculate ខ្ញុំចង់ឲ្យគេបញ្ចូលតម្លៃអញ្ចឹង C out មួយខ្ញុំដាក់ថា enter number អីអញ្ចឹងមកហើយខ្ញុំដាក់នេះមួយ C in អីអូខេហើយ C out មួយទៀត enter number B ហើយអានេះមួយទៀតមកអូខេចាអញ្ចឹងយើងបានប៉ុណ្ណឹងហើយយើងដាក់ថា C in មួយទៀតគឺនៃតម្លៃ B
ហើយក្នុងនេះយើងប្រើ calculate វាយើងដាក់ថា result គឺវាស្មើនឹងតម្លៃ a បូកនឹង b អូខេអញ្ចឹងបានប៉ុណ្ណឹងហើយយើងដាក់ថា cout បើយើងមិនដាក់បែបយើងមិនសរសេរអានេះក្រោមនេះទេគឺវានឹងចាប់តម្លៃ default ពីលើអញ្ចឹងដាក់អានេះអញ្ចឹងមកវាចូលតម្លៃហើយវាចាប់តម្លៃថ្មីនឹងមកនៅគ្នាយើងដាក់មកតាមប៉ុណ្ណឹងនេះមិនត្រូវមានអានេះនេះមកនេះយើងបដូរវិញនេះយើងដាក់ថា interval value មិនត្រូវ enter យើងដាក់យ៉ាងត្រូវ enter value a and b a and b យ៉ាងត្រូវហើយបើក្នុងនេះបញ្ចូលហើយក្នុងនេះយើងអត់យ៉ាងទៀតទេខ្ញុំពួរច្រឡំនៅគ្នាយើងសរសេរមកនេះមីនុយខុសយើងក៏ខុសតាមនឹងគ្នាអញ្ចឹងដាក់ k លេខ2មកតាក់តងទៅនឹង k លេខ2យើងតាក់តងទៅនឹងអីគេនៅគ្នាk លេខ2តាក់តងនឹងការសូរីសាល់លេខ2អញ្ចឹងតើសូរីសាល់ខ្ញុំមកតាមប៉ាត់យើងមិនដាក់សញ្ញានេះក៏បានដែរតែខ្ញុំដាក់អាហ្នឹងដើម្បីយើងស្រួលមើលយើងធ្វើចេះហ៎យើងស្រួលចេះអញ្ចឹងយើងស្រួលអញ្ចឹងណាខ្ញុំដាក់ហ្នឹងណាបើយើងសេរតែចេះយើងអត់ដាក់អានេះក៏បានដែរដូចគ្នាតែខ្ញុំចង់ដាក់អានេះទៅវាស្រួលអញ្ចឹងបែកមកក្រោយវិញអូខេហើយខ្ញុំដាក់នេះចូលវិញមកខ្ញុំមកយកអាហ្នឹងឡើងវិញនេះ a បូកនឹង b result a បូក b ហើយ cout យើងដាក់ថា result អីគេអានេះគឺយើងដាក់ថា result អូខេហើយយកប៉ុណ្ណឹងយើងដាក់ថា anl អូខេអាហ្នឹងបានមួយអូខេយើងមកដល់ k លេខ3ម្ដង k លេខ3ត្រង់ហ្នឹងគឺយើងប្រើ exit តាមខ្ញុំចាំនេះគេប្រើ exit តើត្រូវអត់នៅគ្នាខ្ញុំក៏អត់ច្បាស់ដែរតើគេប្រើហ្នឹងប្រើយ៉ាងឬក៏អត់មិន research មើលសិន C++ exit program អូខេខ្ញុំគិតថាត្រូវហើយខ្ញុំគិតថាត្រូវអូខេត្រូវអញ្ចឹងយើងទៅមើលតាក់តងទៅនឹងយើងប្រើ condition ហ្នឹងតើវាត្រូវឬក៏អត់ខ្ញុំគិតថាវាមិនអស់ទេដល់ខុសហើយតើនេះតែយើងសរសេរផ្លេចមុខផ្លេចក្រោយអញ្ចឹងវាដឹងតែខុសហើយនៅគ្នាយើងខានសរសេរយូរអូខេខ្ញុំបើកវាមើលអូខេនេះយើងបញ្ចូលមីនុយមកអូខេឈប់មកគ្នាខ្ញុំសុំបិទវាសិនតែនេះខ្ញុំសុំដាក់នេះមួយ enl អូខេបន្ទាប់មកហើយគឺខ្ញុំនឹងអានេះខ្ញុំដាក់ cout មួយទៀតនេះហើយដាក់ប៉ុណ្ណឹងហើយយើងដាក់នេះឈូសមីនុយយើងដាក់លេខ1អូខេ enter នេះ enter ឡៃ a យក10អូខេ b យក10ទៀតអូខេ
អាហ្នឹងក៏បែបហ្នឹងដែរគ្នាឥឡូវបើយើងយកលេខ2យើងរក answer result គឺ0ដោយសារអីមិញហ្នឹងគឺវា exit program ដែរគ្នាដោយសារតែយើងអត់ប្រើ loop ដើម្បីឲ្យវាធ្វើការច្រើនដងបើយើងចង់ឲ្យវាធ្វើការច្រើនដងលុះត្រាតែយើងប្រើ loop គ្នាយល់អីខ្ញុំនិយាយអត់បើយើងយកលេខ3វាហ្នឹង exit ឃើញអត់អ្នកគ្នាវាហ្នឹងវាអញ្ចឹងអ្វីដែលខ្ញុំចង់និយាយប្រាប់អ្នកគ្នាមុនហ្នឹងគឺបែបនេះគឺបានន័យថាបើយើងចង់ឲ្យបញ្ចូលលេខ1ហើយទៅបន្ទាប់មកបញ្ចូលលេខ2លុះត្រាតែយើងប្រើ loop មិនឧទាហរណ៍ចេះប្រើ do ហើយដាក់នេះមកនេះដាក់ថាval អូខេអញ្ចឹងដាក់នេះចឹងមកហើយយើងនឹងដាក់នេះចូលអូខេបែបហ្នឹងខ្ញុំចង់ format វារៀងពិបាកទៀតអើយអត់យល់អញ្ចឹងសរសេរហ្នឹងវាពិបាក format ហ្នឹងវាអត់ត្រូវគ្នាខ្ញុំអត់ចេះ format ក្នុងហ្នឹងអញ្ចឹងយើងបានធ្វើបែបនេះអូខេខ្ញុំមានអារម្មណ៍ថាខ្ញុំដាក់ណាមួយដូចជាខុសនេះ do while loop ហើយក្នុងនេះគឺយើងដាក់ថាបើសិនជាវានឹងអីគេមីនុយស្មើនឹង3មីដូចឆែកឥឡូវខ្ញុំមកដឹងថាខុសត្រូវណាគ្នាយើងមកមើលថាថ្មីទាំងអស់គ្នាតែខ្ញុំគិតថាខុសច្រើនជាងខ្ញុំគិតថាខុសមែនណាអូខេយើងនឹងមកមើលថាថ្មីឥឡូវយើងនឹងបញ្ចូលដល់ line លេខ3គឺវានឹង exit អូខេហើយយើងមកមើលថាថ្មីយើងបញ្ចូលដល់ line លេខ2គឺ exit ខ្ញុំអត់ចង់បានអញ្ចឹងទេខ្ញុំមានអារម្មណ៍ខ្ញុំដាក់ condition ខ្ញុំប្រើនេះអត់តាន់ត្រូវអូខេអញ្ចឹងខ្ញុំសង្ឃឹមថាគ្នាខ្ញុំអត់បង្ហាញអត់ទៀតទេខ្ញុំស្គាល់ទៅ research time គ្រាន់តែខ្ញុំចង់ប្រាប់ថាដាក់តងនឹងការប្រើ switch តើតើនឹងការប្រើ switch យើងធ្វើអាហ្នឹងកាលណាវាច្រើន condition អញ្ចឹងគឺយើងប្រើ switch បើតើតើ1 2 1 2 3 4អីយើងប្រើ if else មកអញ្ចឹងតើតើបន្ទាប់ទៀតតើតើទៅនឹង loop អញ្ចឹងខ្ញុំសុំបတ်នេះទុកតើតើនឹង loop ហើយ loop ហ្នឹងខ្ញុំនឹងមិនចូលគ្នាជាមួយ array ហ្មងអញ្ចឹង loop ហ្នឹងខ្ញុំនឹងបូកគ្នាជាមួយ array យកមកអូខេអញ្ចឹងក្នុងហ្នឹងគឺខ្ញុំដាក់មកគឺខ្ញុំដាក់ថាឧទាហរណ៍ជាក់ស្ដែងខ្ញុំមាន array មួយ in array អីគេ array ស្មើនឹងឥឡូវ array មួយគឺមាន2ហើយនឹង2អូខេអញ្ចឹងខ្ញុំប្រើ array 2ជាន់នៅគ្នាក្នុងហ្នឹងខ្ញុំមានតម្លៃប៉ុណ្ណេះ
ខ្ញុំមានតម្លៃប៉ុណ្ណេះគឺតម្លៃទី1របស់ខ្ញុំគឺខ្ញុំមានអីគេ1 2 3អូខេហើយមួយទៀតអីគេ0ឥឡូវនេះខ្ញុំយកលេខសេសទាំងអស់0 3ហើយនឹង5ជួរទី1មានលេខសេសទាំងអស់បន្ទាប់មកអានេះខ្ញុំមានលេខម៉ានលេខ7លេខ9 11អូខេហើយចំណែកអានេះម្ដងគឺខ្ញុំនឹងយកលេខប្រមាណយកពីលេខ2ទៅណាគ្នាយកលេខ2លេខ4លេខ6 2 2បើអញ្ចឹងឯង2យើងអត់មានarrayច្រើនចុះទេមានតែប៉ុណ្ណេះទេណាគ្នាខ្ញុំនៅចេះតែច្រឡំមនុស្សយើងតាយើងធ្វើអីច្រើនពេកតែចឹងរៀនច្រើនពេកវាខួរក្បាលចេះតែវិញវាន់ចឹងខំអ្នកគ្នាមិនប្រកាន់ខ្ញុំច្រើនមែនទេខ្ញុំចេះតែវិញវាន់ដែរព្រោះរបស់អស់ហ្នឹងខ្ញុំក៏ខានប្រើប៉ះពាល់វាយូរដែរខ្ញុំប៉ះពាល់តែភាសាផ្សេងអញ្ចឹងទៅក៏វារបៀបនៃការសរសេរក៏វាខុសគ្នាខ្លះៗអញ្ចឹងខ្ញុំក៏វារៀងផ្លេចខ្លះៗខ្ញុំអាចចាំវាមកទាំងអស់ឯងដោយសារអា Field Plus នេះខ្ញុំខានសេវារយៈពេលចូលទៅដល់ 2-3 ឆ្នាំហើយថាខ្ញុំទៅចាប់អារម្មណ៍សរសេរវាវិញដល់ពេលខ្ញុំចាប់គេថាខ្ញុំមករៀននៅគ្នាតើខ្ញុំមកសរសេរវាវិញ research បន្ថែមមុនខ្ញុំរៀននៅគ្នាក៏ខ្ញុំ research AI ថែមព្រោះខ្ញុំអាចចាំវាបានទាំងអស់ហើយអញ្ចឹងខ្ញុំនឹងមិញវា array ជាមួយនឹង loop អញ្ចឹងខ្ញុំនឹងប្រើឲ្យគ្នាមើលខ្ញុំនឹងដាក់ថាអានេះ for loop អញ្ចឹងមក let ខ្ញុំច្រឡំជាមួយ JavaScript សោះ in is 0ហើយមក e វាតូចជាងប្រមាណតូចជាង2ហើយទៅ e របស់យើងគឺបូកហើយទៅ for loop មួយទៀត let in j ស្មើនឹង0ដូចគ្នាហើយទៅ j របស់យើងគឺតូចជាង2ដូចគ្នាហើយ j របស់យើងគឺបូកដូចគ្នាឲ្យខ្ញុំសំទោសផងចំពោះខ្ញុំច្រឡំសរសេរ let នៅត្រង់នេះឡោះដោយសារខ្ញុំច្រឡំជាមួយភាសា JavaScript នៅគ្នា JavaScript គឺវាមិនខុសគ្នាពីអានឹងប្រហែលនេះអញ្ចឹងខ្ញុំចេះតែច្រឡំខ្ញុំដាក់ cout វាមកហើយក្នុងនេះខ្ញុំដាក់ថាអីគេarray នេះបាននេះតម្លៃនេះ1ចូលនេះ1ចូលហើយខ្ញុំដាក់តម្លៃទី e ហើយខ្ញុំដាក់អានេះមួយទៀតខ្ញុំដាក់អានេះចូលមួយទៀតគឺខ្ញុំដាក់អានេះចូលហើយគឺខ្ញុំនឹងបាននេះវិញខ្ញុំដាក់G ហើយខ្ញុំនឹងដាក់អានេះមកវិញខ្ញុំនឹងដាក់អានេះមកវិញមួយទៀតអូខេសម្រាប់សញ្ញាស្មើហើយដាក់នេះចូលមកគឺយើងនឹងដាក់ថា array នៃតួទី e ហើយតួទី j អូខេ en el អូខេនេះឥឡូវអានេះខ្ញុំនឹងអូខេចាំដល់ពេលចូលទៀតយើងបានដល់យើងនឹងមកមើលតើតោងនឹងអាតំណឹងមើលខុសទៀតអត់ខុសមែនណាខ្ញុំអត់បတ်អានេះមកវិញណាជឿហើយខ្ញុំផ្លេចផ្លាំងច្រើនមែនខួរក្បាលខ្ញុំខុសឲ្យគេណាគ្នាជួយមើលខ្ញុំខុសឲ្យគេគេដាក់ថា in 2 to loop money in
ចាអ្នកគ្នាខ្ញុំខុសអីគេចេះ error money intel for money intel live តាក់ទងជាមួយនឹង array នេះអ្នកគ្នាមើលឈប់សិនខ្ញុំនេះវាចង់ភ្លេចផ្លាំងហើយថាខ្ញុំមើលខ្ញុំវាខុសថាហ្នឹងអូខេនេះកាន់តែខុសទៀតហើយឥឡូវឈប់យើងសុំយកវាសួរ AI វិញសិនពេលខ្លះខ្ញុំក៏ភ្លេចផ្លាំងដែរអ្នកគ្នាអញ្ចឹងខ្ញុំបរៀនអ្នកគ្នាមែនតែខ្ញុំអត់ចាំទាំងអស់ទេ fake me error c ខ្លះអ្នកគ្នាអើយខ្ញុំនេះវាចេះច្រឡំទៀតហើយនេះ array 2ជាន់នេះខ្ញុំចេះច្រឡំអានេះវាមាន2តាមពិតវាមានតែប៉ុណ្ណេះទេចឹងវា error ខ្ញុំច្រឡំទៀតហើយខ្ញុំខួរក្បាលខ្ញុំនេះវិញវល់មែនតើអ្នកគ្នានេះយើងបានលេខ1លេខ0នេះ0នេះស្មើអានេះនេះត្រូវហើយអ្នកគ្នាអូខេមិនត្រូវហ្នឹងហើយមកខ្ញុំសុំទោសមែនតើដោយសារខ្ញុំវាខួរខ្ញុំអាយុនេះវាចេះតែអញញ៉ៃមែនតើអញ្ចឹងអាយុនេះខ្ញុំអត់ទៅចេញវីដេអូនៅគ្នាក៏តតងទៅនឹងខ្ញុំនេះវាខួរក្បាលខ្ញុំនេះវាអាយុនេះវាមិនសូវល្អខ្ញុំវាគិតច្រើនពេកអញ្ចឹងឲ្យធ្វើខួរក្បាលខ្ញុំដើមមិនសូវល្អបានខ្ញុំអត់ទៅចេញវីដេអូឲ្យអូខេអញ្ចឹងខ្ញុំសង្ឃឹមថាគ្នាយល់អំពី array មួយនឹងច្បាស់លាស់ទោះបីខ្ញុំបរិញ្ញាគ្នាមែនតែខួរក្បាលខ្ញុំក៏នៅតែភ្លេចភ្លាំងរហូតដែរអញ្ចឹងនៅក្នុងកន្លែង loop ជាមួយនឹង array សង្ឃឹមថាគ្នាយល់ពីអាហ្នឹងគឺបើយើងប្រើ array 2ជាន់យើងត្រូវការប្រើ loop 2ជាន់ដូចគ្នាដើម្បីអាច access វាបានអ្នកគ្នាអញ្ចឹងគឺយ៉ាងហើយទៅមួយ function ខ្ញុំនឹងមិនប្រមាណនេះចូលគ្នាឥឡូវខ្ញុំនឹងមកបើកអានេះវិញហើយខ្ញុំនឹងមកយកអានេះឲ្យ AI ដាក់ឲ្យព្រោះខ្ញុំចង់យកហ្នឹងទៅប្រើការអូខ្ញុំមកពេលហ្នឹងខ្ញុំចូលគិតច្រើនអញ្ចឹងខ្ញុំចង់យកហ្នឹងមកប្រើបណ្ដោយទៅនេះអ្នកគ្នាអូខេអញ្ចឹងខ្ញុំនឹងមកលើកអានេះចូលមកកាន់អានេះវិញអូខេអញ្ចឹងបន្តមកទៀតគឺយើងនឹងមកធ្វើ function ម្ដងដល់ខ្ញុំមិនបានខ្ញុំយកមកដោះនឹងចាំមានគ្នាដឹងអត់ដោយសារអីអត់ដោយសារខ្ញុំចង់ប្រើប្រាស់វាទៅប្រើប្រាស់មួយនឹងអញ្ចឹងបើខ្ញុំចង់ប្រើប្រាស់មួយនឹងអញ្ចឹងខ្ញុំត្រូវដកអានេះចេញសិនខ្ញុំដកអាកន្លែង loop នេះចេញសិនដក array ចេញសិនព្រោះខ្ញុំចង់ប្រើប្រាស់ array ទេក្នុង function មួយនឹងចុះបើខ្ញុំធ្វើយ៉ាងវិញខ្ញុំនឹងបន្ថែមអត់ទេខ្ញុំខ្ជិលគិតច្រើនយ៉ាងខ្ញុំធ្វើចេះខ្ញុំបង្កើត function ខាងក្រៅមួយអូខេ function អីគេខ្ញុំដាក់ថា void ខ្ញុំដាក់ថា switch function switch function ចាខ្ញុំដាក់អានឹងចូលមកហើយដាក់នេះមកខ្ញុំនឹងយកនៅអីគេ do while loop របស់ខ្ញុំនេះមកដាក់នឹងមកអូខេអញ្ចឹងអានេះខ្ញុំចង់ប្រើ function មួយទៀតខ្ញុំដាក់ថា void អីគេខ្ញុំដាក់ថា array and loop
ហើយដាក់នេះចូលមកខ្ញុំនឹងយកអានេះមកប្រើប្រាស់វាវិញខ្ញុំនឹងយកអានេះមកប្រើប្រាស់វិញហើយខ្ញុំនឹងដាក់អានេះចូលអូខេហើយនេះខ្ញុំនឹងដាក់វានៅខាងក្នុង function នេះគ្នាអញ្ចឹងយើងបានប៉ុណ្នេះនៅក្នុងនេះខ្ញុំនឹងបង្កើតមួយខ្ញុំដាក់ថាតម្លៃមួយទៀតដាក់ថា cin ដាក់ថា cout ខ្ញុំដាក់ថាmenu function អូខេហើយខ្ញុំនឹងដាក់ថា in f menu f ហ្នឹងគឺស្មើនឹង function អញ្ចឹង function menu វាមិនខុសគ្នាប្រហែលណាគ្នាគាត់ឲ្យ default វាហើយលេខ1អញ្ចឹងមក default វាហើយលេខ1អូខេអញ្ចឹងដាក់មក cout cin ខ្ញុំដាក់ថា f menu អូខេអញ្ចឹងយើងដាក់នេះមកយើងដាក់ថាអីគេ cout លេខ1គឺជាអីគេ function switch អូខេហើយ cout លេខ2គឺជាគេគឺជា loop and array នៅក្នុងអានេះខ្ញុំចង់ប្រើនេះវិញនៅគ្នាខ្ញុំចង់ប្រើតកតងទៅនឹង if else វិញខ្ញុំចង់គ្នាឃើញពីភាពជាក់ស្ដែងនៃអាហ្នឹងគឺវាមិនការប្រើ switch និងការប្រើហ្នឹងវាខុសគ្នាមិនអញ្ចឹងចំណងឲ្យគ្នាមើលឃើញពីអាហ្នឹងខ្ញុំដាក់មក if f menu វាស្មើនឹងលេខ1ទី1ខ្ញុំនឹងឲ្យប្រើនៅអីគេខ្ញុំឲ្យវាចេញនៅតម្លៃមួយនេះហើយមួយទៀតខ្ញុំដាក់ថា if l ខ្ញុំនឹងដាក់ if l if elif ហើយជា elif if l ហ្នឹងមើលខ្ញុំយូរហើយ function យូរផ្លេចខ្លួនឯងត្រឡប់ទៅឡានអស់ហើយ elif f menu អ្នកគ្នាក៏ឃើញមិនដឹងគ្នាដឹងខ្ញុំនេះវាផ្លេចភ្លើងខ្លាំងប៉ុណ្ណាដែរនេះខ្ញុំនឹងដាក់ឲ្យវាស្មើនឹងអាហ្នឹងអូខេដាក់ហ្នឹងចូលមកក្រោយមួយទៀតគឺ l មានន័យថាវាអត់ចូលណាទាំងអស់បើសិន l នេះវាអត់ចូលណាទាំងអស់ខ្ញុំនឹងឲ្យប្រើ exit នឹង exit លេខ0ហ្នឹងអូខេអញ្ចឹងគឺអញ្ចឹងអាហ្នឹងគឺវាអញ្ចឹងខ្ញុំដកអានេះចេញអញ្ចឹងនៅក្នុងនេះយើងបង្កើតបានវាចេញទៅតាម function មួយវិញយើងដាក់វាចូលទៅក្នុង function មួយវិញគឺវាបែបហ្នឹងអញ្ចឹងយើងនឹងមកសូវាមួយខ្ញុំទាំងអស់គ្នាវា error ទៀតហើយនេះខ្ញុំអត់យល់មែនតើវា error ដល់រហូតអញ្ចឹងមិនសរសេរ function ខុសគ្នាដែរដោយសារ function ក្នុង JavaScript ក្នុង C+ វាខុសគ្នាអញ្ចឹងខ្ញុំមិនអាចដាក់បានចេះប្រទេសបដាបាននេះ
ឥឡូវខ្ញុំចង់ឡើងលេខ2មុន enter មកនេះឃើញអត់អូខេអ្នកគ្នាឃើញជាក់ស្ដែងហើយឥឡូវយើងនឹងទៅបន្តទៀតយើងនឹងមកលេខ1ម្ដងយើងមកលេខ1ម្ដងលេខ1នេះយើងឲ្យគេឲ្យបញ្ចូល enter view អញ្ចឹងក្នុងហ្នឹងបើខ្ញុំដាក់វាឈប់ខ្ញុំចង់ធ្វើរឿងមួយដែលខ្ញុំចង់ copy ចេញពីនេះមកអូខេខ្ញុំប្រើ do while loop ដូចគ្នាខ្ញុំនឹងប្រើ do while loop ដូចគ្នាអញ្ចឹង do while loop នេះ while គឺមិនស្មើជាមួយនឹងលេខ3មិនស្មើជាមួយលេខ3អូខេដូចថាអីអានេះf ដាក់លេខ3មក f មីនុយវាលេខ3ទៅវាចូលដល់ហ្នឹងគ្នា3អូខេអញ្ចឹងយើងនឹង copy អានេះមកដាក់មកពេលនេះខ្ញុំដាក់ហ្នឹងដើម្បីវាធ្វើការរហូតនៅគ្នាចាំមើលលុយនៅគ្នាចាំមើលជាក់ស្ដែងវាអីរើអញ្ចឹងអូខេឥឡូវយើងនឹងដាក់ម៉ានលេខ1អូខេវានឹងចាញ់អីគេវានឹងចាញ់a + b អញ្ចឹងឈូមីនុយយើងនឹងដាក់នៅលេខ1បើតម្លៃ a មកដាក់10លេខ2មក a b 20ហើយយើងជ្រើសយកលេខ2ម្ដងគឺសូរីសាល់គឺស្មើនឹង30នេះឥឡូវយើងដាក់នៅលេខ3គឺ exit ចេញចូលមកដល់នេះម្ដងយើងដាក់ថា loop នេះគឺយើងយកលេខ2នេះហើយគ្នាវាធ្វើការរហូតឥឡូវយើងដាក់លេខ3 exit មកឃើញអត់អាហ្នឹងគឺអញ្ចឹងសង្ឃឹមនៅគ្នាយល់ពីហ្នឹងនៅគ្នាចង់បានអាហ្នឹងគឺអាចយកទៅមើលថែមបានអញ្ចឹងខ្ញុំមិនដឹងឲ្យអាហ្នឹងទៅនៅគ្នាឥឡូវខ្ញុំចង់ចូលទៅកាន់ VS កូដមួយសិនដើម្បីចូលទៅ format អាហ្នឹងឲ្យនៅគ្នាព្រោះអាហ្នឹងខ្ញុំខ្ជិលស្អីមួយ format ក្នុង VS កូដលឿនជាងនេះបច្ចេកការងារជាក់ស្ដែងខ្ញុំរៀននៅគ្នាមើលជាក់ស្ដែងច្រើនវាមិនមែនមានតែប៉ុណ្ណឹងអ្នកឃើញអត់ច្រើនណាអញ្ចឹងអ្នកគ្នាឃើញរៀនតិចតួចអីកុំអាលភ័យកុំអាលខឹងកុំអាលអីឃើញរៀនតិចតួចកុំអាល stress ពេលធ្វើការងារជាក់ស្ដែងវាច្រើនជាងហ្នឹងទៀតជាងរៀន IT យើងត្រូវតែហ៊ានជាមួយនឹងភាព stress ជាមួយភាពអត់ clean ជាមួយភាពអីទាំងអស់យើងរៀន IT យើងខ្លាចដល់ការ stress យើងកុំរៀននឹងល្អជាងចំអា file មួយហ្នឹងខ្ញុំទុកនៅណាអ្នកគ្នាខ្ញុំចង់តម្លើកមួយហ្នឹងឲ្យអ្នកគ្នានៅក្នុង C+ lesson មិនចូលនេះអត់ឃើញអញ្ចឹងឥឡូវឈប់ខ្ញុំ exit វាមួយសិនដោយសារវីដេអូហ្នឹងចប់ហើយខ្ញុំចង់តម្លាក់ file ហ្នឹងឲ្យអ្នកគ្នាអូខេអញ្ចឹងយើងនឹងបញ្ចប់ត្រឹមហ្នឹងអ្នកគ្នាខ្ញុំនឹងតម្លាក់វីដេអូដល់អ្នកគ្នាអូខេបាយ